ប្រុសម្នាក់ឈ្មោះរ៉ានីបានដើរចូលទៅក្នុងព្រៃដ៏ធំសម្បើមគាត់មកទីនេះដើម្បីស្វែងរកអុសសម្រាប់ម្ដាយភ្លាមសំឡេងស៊ូឡើងពីស្មៅខ្ពស់ពស់ធំមួយលេចចេញភ្នែកក្រហមភ្លឺដូចភ្លើងរ៉ានីភ័យណាស់នៅពេលគ្រោះថ្នាក់ជិតមកដល់សត្វក្តានមួយលោតចេញមករារាំងពស់វាមើលរ៉ានីដូចជាប្រាប់ថារត់ទៅរ៉ានីរត់ទៅទីសុវត្ថិភាពរ៉ានីបាត់ផ្លូវក្នុងព្រៃធំគាត់អង្គុយក្រោមដើមឈើយំស្ងាត់តែជ្រៅក្នុងចិត្តគាត់មិនចង់បោះបង់ឡើយសត្វអ៊ូកមួយហោះចុះមកហើយបង្ហាញផ្លូវភ្លឺស្រាលមួយរ៉ានីដើរតាមវាដោយមានសង្ឃឹមវិញម្ដងទៀតប៉ុន្តែការប្រឈមមុខធំបំផុតមិនទាន់មកដល់ទេសត្វខ្លាឃ្មុំធំមួយឈរបាំងផ្លូវសត្វក្តាននិងអ៊ូកដែលធ្លាប់ជួយគាត់មកបង្ហាញខ្លួនវិញពួកវាជួយរ៉ានីឆ្លងកាត់គ្រោះថ្នាក់ទាំងអស់នៅពេលព្រះអាទិត្យរះម្ដងទៀតរ៉ានីត្រឡប់ដល់ផ្ទះដោយកាន់អុសនៅក្នុងដៃម្ដាយញឹមដោយសេចក្តីសុខ